និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បរិញ្ញាបត្រនិងបរិញ្ញាបត្ររងនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ A-Cylinder សរុប632នាក់ទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានាព្រឹកថ្ងៃទី15ខែកញ្ញាឆ្នាំ2025ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យហងជួននរិនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាតាមលោកបណ្ឌិតផុនណារិនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ A-Cylinder បានដឹងថានិស្សិតជ័យលាភីដែលត្រូវបានទទួលសញ្ញាបត្រនាពេលនេះមាន632នាក់ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់38នាក់បរិញ្ញាបត្រ426នាក់និងបរិញ្ញាបត្ររង168នាក់លោកបណ្ឌិតបានបន្ថែមថាក្នុងរយៈពេល9ឆ្នាំកន្លងមកនេះសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ A-Cylinder មាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង6ចំនួនមាន569នាក់ថ្នាក់បរិញ្ញាបត្រ5ចំនួនមាន1297នាក់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់2ចំនួនមាននិស្សិត52នាក់សរុបនិស្សិតបានបញ្ចប់ការសិក្សាមាន1918នាក់ក្នុងនោះក្រោយបញ្ចប់ការសិក្សានិស្សិតមានការងារធ្វើចំនួន1806នាក់ស្មើនឹង 96% នៃចំនួននិស្សិតបានបញ្ចប់ការសិក្សានិង 4% ទៀតកំពុងបន្តការសិក្សាពុំទាន់មានបំណងរកការងារធ្វើនៅឡើយក្នុងនោះ82កណ្ដាប់សញ្ញា7% មានការងារពេញម៉ោង3កណ្ដាប់សញ្ញា6% មានការងារវេលាការ2កណ្ដាប់សញ្ញា2% មានសហគ្រាសផ្ទាល់ខ្លួននិង8% ជានិស្សិតជួយអាជីវកម្មក្នុងគ្រួសារជាមួយនេះនិស្សិតចំនួន31% នៃចំនួននិស្សិតកំពុងបន្តការសិក្សាក៏កំពុងមានការងារធ្វើផងដែរក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យហងជួននរិនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បរិញ្ញាបត្រនិងបរិញ្ញាបត្ររងនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ A-Cylinder បន្ទាប់ពីនិស្សិតជ័យលាភីទាំងអស់បានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវតស៊ូអត់ធ្មត់រហូតសម្រេចបាននូវក្តីសុបិនរបស់ខ្លួនក្នុងការចាប់យកអាជីពជាអ្នកសិក្សានាំមកនូវកិត្តិយសជាមោទនភាពជូនខ្លួនឯងក្រុមគ្រួសារសាលារៀននិងសង្គមជាតិភាពជោគជ័យនៅពេលនេះក៏មិនអាចខ្វះបានពីការគាំទ្ររបស់ឪពុកម្ដាយអាណាព្យាបាលលោកគ្រូអ្នកគ្រូនិងក្រុមគ្រួសារទាំងអស់ដែលបានជួយលើកទឹកចិត្តនិងឧបត្ថម្ភធនធានផ្សេងក៏ដូចជាការគាំទ្រទាំងស្មារតីនិងសម្ភារៈក្នុងពេលសិក្សាឯកឧត្តមបណ្ឌិតសភាចារ្យហងជួននរិនបានលើកឡើងថាមានតែការសិក្សាមួយគត់ដែលអាចធ្វើឲ្យយើងជៀសផុតពីជីវភាពលំបាកដូច្នេះឯកឧត្តមបណ្ឌិតសភាចារ្យសង្ឃឹមជឿជាក់ថានិស្សិតជ័យលាភីទាំងអស់នាពេលនេះនឹងក្លាយជាពលរដ្ឋល្អពលរដ្ឋគំរូជាសសរទ្រូងជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិនិងជាទីពឹងសម្រាប់ក្រុមគ្រួសារសហគមន៍របស់ខ្លួននាពេលខាងមុខ